សូមអនុមោទនីนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมะโทรัตนะติยาสะวันติមីទូព្រះបង្គំអង្គខ្ញុំកណាសូមអភិវឌ្ឍបន្ទន់កាយក្រៅសំពះនៃគុណកើតទាំង3ទី1គឺពុទ្ធរតនៈទី2គឺវធម៌ទី3គឺសង្ឃដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លានៅក្នុងឱកាសរាត្រីយប់នេះចូលខ្លួនមកវិញហើយពោគឺអាត្មាភាពណាបនាមជាគោដែលគង់នៅក្នុងវត្តឋានមិត្តអរិយលភារាមហវបច្ឆាក្រុងបាត់ដំបងខេត្តបាត់ដំបងសូមចម្រើនពរញោមញាតិបរិស័ទប្រុសស្រីគ្រប់រូបគុំជ្ជដ្ឋានទាំងអស់ប៉ុណ្ណាព្រោះអញ្ចឹងគឺថ្ងៃនេះជាថ្ងៃសុក្រទី27ខែមិថុនាឆ្នាំ2025ដែលអំពីការឡាយចេញអំពីណា Facebook អាត្មាភាពផ្ទាល់ដែលញោមញាតិបរិស័ទឬថាចេញអំពី YouTube ពោញោមពោ YouTube ណាញោមញាតិជួយចុច like ជួយ share ជួយណាចុច subscribe ទៅពោណាជួយអាត្មាភាពទៅបង្កើត YouTube ថ្មីពោហើយនៅក្នុងឱកាសយប់នេះដែរអាត្មាភាពចង់អាននៅជាកំណាព្យដើម្បីឲ្យញោមញាតិបរិស័ទណាសម្ដាប់ហើយខុសត្រូវអីយ៉ាងណាជាស្រ័យផងពោហើយមិនអ្នកអីចេះដឹងទេតែចង់ទៅចេះដើម្បីឲ្យបានជាធម្មទានគឺថាធម្មទានហ្នឹងសពទានហ្នឹងធម្មណាជានេតិណាជាថាធម្មទានឈ្នះណាមិសទានពងអញ្ចឹងសូមញោមញាតិបរិស័ទសូមសម្ដាប់ដូចតទៅសូមអនុមោទនីគូអាសុចិត្តអណិតម៉ែអស់9ខែម៉ែពោផ្ទៃសូត្រាំចាញ់គួរញ័រហាត់ឡៃអាស្រ័យបុព្វាផ្ញើជីវិតម្លឹងហើយម៉ែនៅនឹកស្រឡាញ់លំបាកម្ដេចមិញឥតបើគិតតន្ទឹងឲ្យតែខែមកចិត្តពិតចង់ឃើញបុតពិសីពេលឆ្លងទន្លេម៉ែឈឺណាស់ឈឺក្រៃឈឺក្រាស់អត់ប្រមៃស្ទើរផុតជីវិតចាកលោកីវិស័យមច្ចរាជមករងចាប់ម៉ែបើម៉ែបានឆ្លងផុតវាធំម៉ែស្ដាប់កូនយំម៉ែចំណាំសំលេងកូនតូចជាបណ្ដាំសាហ្វាំត្រង់ម៉ែឲ្យលហែពិតម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នមបំពេបីបងលងប្រណិតឆ្លងកាត់ដំណក់នៃលោហិតផ្ដិតដោយអរាដល់ថ្លោះស្អាតសូមអនុមោទនីពោអញ្ចឹងក៏សូមញោមញាតិបរិស័ទប្រុសស្រីគ្រប់រូបគុំជ្ជដ្ឋានទាំងអស់ណានេះថ្ងៃខាងមុខអាត្មាភាពនឹងធ្វើនៅក្នុងកម្មវិធីបន់ឆ្លងរូបសំណាក់សម្ដេចព្រះសង្ឃរាជជួនណាតប៉ុណ្ណាពោដោយរាប់បាតព្រះសង្ឃ100អង្គអញ្ចឹងកម្មវិធីបន់ដែលយើងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍មកកើតខែស្រាប់ឆ្នាំអាសាញ់បច្ចុប្បន្នសករាជ2560ណា9ត្រូវថ្ងៃទី26ខែកក្កដាឆ្នាំ2025ព្រោះហើយវេលាម៉ោង2រសៀលយើងជួបជុំពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់នៅសាលាបឋមសិក្សាពុកជោគវេលាម៉ោង3រតនីណាគុណចាស់ទាំង9អង្គធ្វើកិច្ចនមស្ការសមាធិសិលចម្រើននៅពេបរិទ្ធណាលុះដល់បញ្ចប់ហើយណាសម្ដែងមធម្មទេសនាក្រែ3ញោមញាតិបរិស័ទណាបែបសង្ឃនាមានការអានត្រៃទេសនាដោយព្រះមហាសច្ចៈធេរោកិនម៉ៅព្រះអង្គគ្រូសុស្ដាប់វត្តពោក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបងព្រះមហាតថធម្មម៉ៅរឿងគ្រូស្ដាប់វត្តបច្ឆាក្រុងបាត់ដំបងខេត្តបាត់ដំបងព្រះមហាមេតារកតវិមលរងវត្តឡោមណាទីក្រុងភ្នំពេញអញ្ចឹងក៏អានត្រៃដឹកនាំដោយព្រះណាវចនាភិរកធម្មោចន្ទជាតិណាព្រះរាជាថ្នាក់កិត្តិយសនិងជាប្រគូចាតកាវកកកានលងវើហើយណាមួយអង្គទៀតគឺព្រះរតនលិខិតសវិសេសព្រះរាជាគណៈថ្នាក់កិត្តិយសណាជាប្រគូចាតកាវសន្និវ័នបងបន្ទាប់ពីយើងទេសនាចប់ហើយអញ្ជើញភ្ញៀវកិត្តិយសទាំងអស់បងណាទទួលទានភោជនាអាហារហើយ
ต่อมายังมีวิธีบังคับโกมrồi hay năng ơi cái chuối hay cái miến là thùng ba là rong lên cầm sàn chân xôm nhom nhiệt bỏ xa pro sấy on chơi chơi room lại bàn tràn co tới bộ ngày nắng bộ nát bộ bàn tràn co bộ nát là dân bàn là châu lê là cầm sàn là nơi là không cảm thấy bòn năng hay lúc đó ngày sai tất láng mà bộ mùi cái lá dân chơi chung bột bò sắt là bà kê cho cô đập vào xong hay liên mong bé là tình yêu bà ông cừu là để chạm mình đi vùng xa sang sập thả nó từ sân đây thoa mà tê sana liên mong muốn là tình yêu cùng chặt tiền rồi ống rọp ba rồi chân sông nhộn nhịp bò sắt đó là sông vô chẳng hạn vì cái hạt hạt nó riêng luôn nó bộ là chẳng hạn là sạ po nó hay miền bài miền là tật miền mi tật rồi ấy vô mà rọp ba nó bộ rồi ống hay tọt máu dương là về phò bậc kèm bậc song tầng rồi ông thay tròn chẳng xôm nhầm nhịp bò sắt na chu rum là tầng làm sự thiệt chỉ là riêng luôn nè nè đam bốn miền phải bị khôi chiếu cố để cô nó không vọt thành mất ấy là phá rán học cha cô đồng bắt bóng khai bắt bóng xôm nè namaskar liên xôm chụp rán polio xôm á đam mốt này